តែល្ងាចថ្ងៃដដែលនោះពេលដែលពួកគេទាំង3កំពុងសង្ងំនៅខាងលើធ្នាក់និងមិនទាន់ប្រមាញ់សត្វបានមួយក្បាលផងនោះក៏ស្រាប់តែមានមនុស្សចាស់ម្នាក់ស្លៀកខោខ្មៅអាវខ្មៅដើរកាត់នៅទីនេះដែលពួកគេមើលទៅទើបស្គាល់ថាជាតានឹមនោះឯងយ៉ាងមិនហើយអ្វីនេះបើបាញ់សត្វបានច្រើនចុចអញមួយក្បាលផងគ្រាន់តែបានឃើញតានឹមស៊ូមកកាន់ពួកគេដូច្នេះពេលនោះនាយជឿនគេក៏បាននិយាយថាតានឹមអើយតែឯងចាស់ហើយខំចូលព្រៃធ្វើអីហើយមករកឆ្នាំម្ដងពី3ថ្ងៃមិនខ្លាចគ្រោះថ្នាក់ទេអីមិនហើយតើត្រឡប់ទៅវិញទៅពួកខ្ញុំទើបតែមកដល់ដែរទេមិនទាន់បានសត្វមួយក្បាលទេយីអាតានេះមិនទាន់បាញ់សត្វបានមួយក្បាលផងសុំមួយនាំសួយមែនកុំនិយាយបែបនេះប្រយ័ត្នគាត់ឮតានេះអាក្រក់ណាស់អញសង្ស័យតែអ្នកចំនួនថ្មីដែលមកលើហើយស្លាប់នោះមកពីតានេះធ្វើអំពើអំពន់សម្រាប់គេផងក៏មិនដឹងបើអញ្ចឹងមានអញកាប់ឲ្យងាប់តែម្ដងអញស្អប់ណាស់អាអ្នកជាអំពើអំពន់បែបនេះហើយដល់សម្រាប់គេឯងនិយាយអញ្ចឹងអាសៅឮថាខ្លៅម្រាកឪពុកឯងមកលេងនឹងមុតងប់ដីឡើងផ្ទះបងស្រីឯងនោះបើគាត់ជាអាគមជាអីនោះប្រយ័ត្នទៅអើយមិនមានឯងមិនដឹងឯណាអ្នកភូមិគេសង្ស័យគ្រប់គ្នាតែមិនមានផុសតាំងទៅចោតគេណាមួយខ្លាចនាំរឿងដាក់ខ្លួនផងអញថាមិនអីទេណាមួយមិនមានឪពុកអញមិនដឹងឯណាហើយនៅសុកឪពុកអញណាតែហៅមិត្តភក្តិគាត់ឲ្យមកស្លាប់នោះហើយអញធ្លាប់ឮឪពុកអញនិយាយថាអ៊ំទាំង3នាក់នោះមិនមានធម្មតានោះទេចាំតែមើលសិនទៅកុំតន់គិតវែងឆ្ងាយមិនដឹងថាតានឹមគាត់បែបនឹងមែនឬអត់ផងពេលយប់កណ្ដាលរាត្រីអ្នកទាំង3អង្គុយចាំបាញ់សត្វនៅលើធ្នាក់របស់ពួកគេដោយសពដងប៉ុន្តែចំណែកថ្ងៃនេះពួកគេមិនឃើញសត្វសំបីតែមួយក្បាលឆ្លងកាត់នៅទីនេះតតែសោះដែលជាហេតុធ្វើឲ្យពួកគេក៏សម្រេចចិត្តថាដូរកន្លែងបោះធ្នាក់នៅថ្ងៃស្អែកអីក៏ស្ងាត់យ៉ាងនេះកន្លែងនេះមិនធ្លាប់អញ្ចឹងទេរាល់ដងថ្មនេះអស់ណាស់ក៏បាញ់បានមួយក្បាលដែរហើយសួយមកពីតានឹងមែនណាប្រហែលជាម្ដុំនេះស្ងាត់សត្វព្រៃហើយព្រោះយើងក៏ចាំបាញ់តែកន្លែងធ្នាក់នេះយូរហើយដែរមិនមកស្អែករកកន្លែងបោះធ្នាក់ថ្មីទៅសម្រាប់ចិត្តរួចពួកគេក៏បានសម្រាកនៅខាងលើធ្នាក់នោះរហូតទៅដល់ពេលព្រឹកហើយដល់ព្រឹកឡើងពួកគេក៏បានរៀបចំចាក់ចេញពីទីនេះដើម្បីចូលទៅក្នុងព្រៃជ្រៅជាងនេះនិងរកកន្លែងដើម្បីបោះធ្នាក់ថ្មីតែពេលដែលពួកគេកំពុងតែរៀបចំនោះក៏ស្រាប់តែតានឹមបានដើរមកទៀតយ៉ាងមិនហើយអ្វីនេះមានបានសត្វច្រើនដែរឬអត់ចែកយើងផងណែតាពួកខ្ញុំរកសត្វមិនទាន់បានមួយក្បាលផងតែឯងមករកស្អីរកសត្វមិនទាន់បានទេតើអើយយកមិញស្កាត់ឲ្យឈឹងពេលណាទើបត្រឡប់ទៅផ្ទះវិញហើយរកឆ្នាំគ្រប់ហើយឬនៅបើពួកខ្ញុំរកសត្វបានចាំពួកខ្ញុំយកសាច់ខ្លះទៅឲ្យតានៅផ្ទះក៏បានដែរពេលនោះតានឹមគាត់ក៏មិនបានឆ្លើយតបអ្វីនោះទេគ្រាន់តែញញឹមហើយក៏ចាក់ចេញពីទីនេះបាត់ទៅចំណែកអ្នកទាំង3នេះក៏ធ្វើដំណើរចូលព្រៃកាន់តែជ្រៅពេលនោះពួកគេធ្វើដំណើរតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ក៏បានដឹងថាពួកគេចូលព្រៃកាន់តែជ្រៅខ្លាំងមែនទែនហើយណែយើងចូលព្រៃដូចជាជ្រៅពេកហើយមើលទៅដូចជាថ្ងៃត្រង់ទេតែទីនេះឡើងត្រជាក់ណែពួកឯងមានធំក្លិនស្អុយអីដែរអត់ក្រោយពីបានធំក្លិនស្អុយខ្លាំងពេកពួកគេក៏បានសម្លឹងរកមើលតាមបរិវេណនោះក៏ឃើញមានរូងភ្នំតូចមួយនៅជិតនោះហើយចំហាយភីក្លិនស្អុយខ្លាំងនោះគឺចេញពីរូងភ្នំនោះឯងរូងស្អីគេស្អុយយ៉ាងនេះបើឯងចង់ដឹងឯងមិនជួយទៅមើលទៅហ៊ានចូលដែរឬអត់ទេប្រហែលជារូងសត្វកាច់សាវពីពុំសត្វមកស៊ីក្នុងនឹងឯងកុំនៅយូរពេកប្រយ័ត្នគ្រោះថ្នាក់តោះនោះគ្នាចេញពីទីនេះទៅពេលដែលពួកគេបានចាក់ចេញពីទីនោះហើយពួកគេក៏បានរកបានកន្លែងសមគួរសម្រាប់ពួកគេចាំប្រមាញ់សត្វនៅយប់នេះហើយពួកគេបានសាងសង់ធ្នាក់រួចរាល់បានយ៉ាងឆាប់រហ័សព្រោះនេះគឺជាជំនាញរបស់ព្រានព្រៃវ័យក្មេងទាំង3នាក់នេះទៅហើយនៅមិនឆ្ងាយពីកន្លែងដែលពួកគេបោះធ្នាក់
ក៏មានអូឫស្សីមួយនៅក្បែរនោះដែលនៅតាមអបមាត់អូក៏មានសភាពពោពេញទៅដោយដើមឫស្សីព្រៃដូច្នេះហើយទើបពួកគេគិតថាច្បាស់ជាមានសត្វដែលឆ្លងកាត់ទីនេះដើម្បីផឹកទឹកជាមិនខានប៉ុន្តែក្រោយពីពួកគេអង្គុយចាំអស់មួយល្ងាចក៏មិនឃើញសត្វដើរកាត់ទីនេះសូម្បីតែមួយក្បាលនោះឡើយយប់ឡើងក៏បានមកដល់ព្រានព្រៃទាំង3អង្គុយលើធ្នាក់កណ្ដាលព្រៃដែលក្នុងដៃរៀងខ្លួនក៏មានកាន់នៅកាំភ្លើងនិងភ្នែកសម្លឹងមើលទៅបរិវេណខាងក្រោមដោយយកចិត្តទុកដាក់ប៉ុន្តែយប់នេះក៏ដូចពីយប់ម្សិលមិញដូចនេះឯងមិនមានសត្វសំបីតែមួយក្បាលបង្ហាញខ្លួនឲ្យពួកគេប្រមាញ់ទាល់តែសោះដែលជាហេតុការណ៍ចម្លែកជាខ្លាំងសម្រាប់ពួកគេនេះក៏ព្រោះតែពួកគេហ៊ានប្រថុយនឹងគ្រោះថ្នាក់ចូលមកកាមព្រៃជ្រៅខ្លាំងដែលព្រានព្រៃដទៃនៅក្នុងភូមិមិនហ៊ានចូលនឹងតែងតែនិយាយថាវាមានគ្រោះថ្នាក់នឹងសម្បូរដោយសត្វសាហាវសួយមែនខំចូលមកព្រៃជ្រៅប៉ុណ្្នឹងហើយមិនមានសត្វឲ្យបានសម្បីតែមួយក្បាលសោះអីក៏ចម្លែកម្លេះដឹងមិនមកទេយប់នេះមែនហើយព្រៃអាក្រាស់ខ្មឹកសំណាស់តែមានសត្វច្រើនតែបែរជាស្កាត់ឲ្យជ្រាបតែម្ដងពូឯងមិនប្រមាណទេតែអញនេះមានអ៊ំគាត់មកលេងទៀតផងថាបានសัตว์យកទៅឲ្យពួកគាត់ព្រោះពួកគាត់ចូលចិត្តហើយមុននឹងចេញមកនេះណាបានអ៊ូតប្រាប់គាត់ទៀតផងថាច្បាស់ជាបានតែមិនដឹងយ៉ាងម៉េចបើយកត្រូវសួយទៅវិញពេលដែលអ្នកទាំង3កំពុងតែនិយាយរអ៊ូរទាំនៅខាងលើធ្នាក់សុកក៏ស្រាប់តែពេលនោះតានឹមបានដើរមករកពួកគេទៀតតែមកលើកនេះគឺដោយសភាពប្រញាប់ប្រញាល់